陈讲师讲的尊师重道。 បាទកាលពីម្សិលមិញញាតិធម៌តគ្នាក៏បានស្ដាប់នៅលោកគ្រូហើយឆិនចាំងសឺនិយាយអំពីការគោរពគ្រូយកធម៌ជាសំខាន់为什么要尊师呢？ អញ្ចឹងហេតុអ្វីបានជាយើងត្រូវគោរពគ្រូទៅ第一， ទី1我们求道一定要有名师的天命。 យើងទទួលធម៌ត្រូវតែមានបទបញ្ជាពីព្រះបរមគ្រូ 所以呢，要感恩感谢名师传道之恩。 ដូច្នេះហើយយើងត្រូវតែថ្លែងអំណរគុណដឹងគុណអំពីគុណនៃព្រះបរមគ្រូដែលបានចម្លងនៅព្រះធម៌ដល់យើងទាំងអស់គ្នា 银智讲师他未来可以先写啊。感恩第一要感谢名师传道之恩呐。 អញ្ចឹងគឺថាទី1គឺយើងត្រូវថ្លែងអំណរគុណចំពោះគ្រូបំភ្លឺដែលបានចម្លងនៅព្រះធម៌នេះដល់យើងទាំងអស់គ្នា 师尊师母两位老大人 អញ្ចឹងព្រះបរមគ្រូsưជនព្រះបរមគ្រូsư母ទាំងពីរអង្គ领了老母的天命呢， ក៏ទទួលបាននៅបទបញ្ជាពីព្រះមេដាត្រៃភព 这个叫承天德而化，承担任老母的天命。 គឺទទួលនៅបទបញ្ជាពីព្រះមេដាត្រៃភព 要来度化众生， គឺដើម្បីមកប្រោសចម្លងឲ្យសត្វលោកទាំងឡាយ 所以呢，我们道场感恩呐、 ដូច្នេះហើយគឺថានៅក្នុងអង្គធម្មដ្ឋានគឺយើងត្រូវពោលនៅចិត្តដឹងគុណ 因为有名师之天命， ហើយក៏ដោយសារតែទៅមាននៅបទបញ្ជាពីគ្រូបំភ្លឺ 众生求得道， អញ្ចឹងសត្វលោកទាំងឡាយបានទទួលសំព្រះធម៌មក 可以天榜挂号， គឺអាចចោះឈ្មោះនៅឋានលើបាន 地府抽丁。 ព្រមទាំងលុបឈ្មោះនៅឲ្យឋានក្រោមបាន 那么一生之中， អញ្ចឹងនៅក្នុងមួយឆាកជីវិតរបស់បុគ្គលម្នាក់នោះ 立愿了愿， គឺថាត្រូវតែតាំងសច្ចាបំពេញនៅសច្ចា 道志不变。 ហើយគឺថាចិត្តឆន្ទៈចំពោះព្រះធម៌នឹងមិនមានការប្រែប្រួលជារៀងរហូត 行功立德， ព្រមទាំងធ្វើបុណ្យបំពេញនៅបារមី 真修真办。 ហើយមានចិត្តស្មោះក្នុងការសាងក្នុងការបដិបត្តិ 百年之后， អញ្ចឹង100ឆ្នាំក្រោយមក 灵性回到理天 អ，ញ្ចឹងគឺថាដួងវិញ្ញាណអាចវិលត្រឡប់ទៅឋាននិព្វានវិញ 也就是成道回天去。 ក៏គឺមានន័យថាសម្រាប់ព្រះធម៌វិលត្រឡប់ទៅឋានលើវិញ 佛门称为成火 អញ្ចឹងនៅក្នុងពុទ្ធសាសនាហៅថាសម្រាប់ត្រាស់ដឹងជាព្រះ 注意听，佛门称这个动作、这个结果叫做成火 អ。ញ្ចឹងនៅក្នុងពុទ្ធសាសនាគឺថាដែលបានសាងសម្រាប់នេះគេហៅថាសម្រាប់ត្រាស់ដឹងជាព្រះ 我们叫做成道回家去。 ហើយឯនៅក្នុងធម្មឋានវិញយើងនិយាយថាសម្រាប់ព្រះធម៌ត្រឡប់ទៅស្រុកកំណើតដើម 故乡理天、 ស្រុកកំណើតដើមនៅឯណាគឺនៅឋានព្រះនិព្វាន 所以呢，有了名师之天命， ដូច្នេះហើយមាននៅបទបញ្ជាពីគ្រូបំភ្លឺ 我的灵性 អញ្ចឹងគឺថាដួងវិញ្ញាណរបស់យើង 能回到理天去。 គឺអាចវិលត្រឡប់ទៅឋានព្រះនិព្វានវិញបាន 那么这个就是昨天有人问， ដូច្នេះហើយនេះគឺជាសំណួរដែលមានជាពធម្សិលមិញបានសួរ 求到正面的意义。 អញ្ចឹងនេះគឺជាអត្តន័យនៃការដែលយើងទទួលសំព្រះធម៌ 名师一指的重要。 នេះគឺជាចំណុចសំខាន់នៃការដែលគ្រូបំភ្លឺតើមួយចំណុច 那么呢， ដូច្នេះហើយ 他有问呢，你们不是要问的吗？ មានជាពធមួយរូបក៏បានសួរ 那么那个如果， ប្រសិនបើ 那么一生中呢， ក្នុងមួយឆាកជីវិត 求了道， ទទួលបានព្រះធម៌រួចហើយ 四个字反道拜德， ធ្វើផ្ទុយពីសច្ចធម៌ប្រទុះនឹងធម៌ 就是违反佛规， គឺមានន័យថាធ្វើផ្ទុយពីវិន័យព្រះ 毁谤三宝， ធ្វើប្រទុះនឹងវត្ថុរតនត្រ័យ 败坏道德， ឬក៏ធ្វើផ្ទុយនៅគុណធម៌សម្ព័ន្ធធម៌ 伤天害理的事啊。 ឬក៏ធ្វើនៅកិច្ចការមួយដែលផ្ទុយពីសច្ចធម៌ឋានលើផ្ទុយពីមនុស្សធម៌ 不断的造业造罪，
ហើយចេះតែបន្តនៅក្នុងការសាងនៅអំពើបាបកម្មទាំងឡាយ这一种人回不了理 អ 天 ញ្。ចឹងមនុស្សប្រភេទនេះគឺមិនអាចវិលត្រឡប់ទៅឋានព្រះនិព្វានវិញបាននោះឡើយ虽然求了道， ត្បិតតែបានទទួលសំព្រះធម៌រួចហើយ 反倒拜得者 បុគ្គលដែលធ្វើផ្ទុយពីព្រះធម៌ 当然回不了理天 ប្រ 嘛。 កបណាស់គឺមិនអាចវិលត្រឡប់ទៅឋានព្រះនិព្វានបានឡើយ 还有一种人 ហើយនៅមានមួយប្រភេទទៀត 信道不读， គឺថាជឿធម៌ហើយប៉ុន្តែមិនជឿជាក់យ៉ាងច្បាស់នោះឡើយ 读直字边的读，就是没有实实在在去做，而半途而废、半信半疑的人。 ជឿទទួលព្រះធម៌ហើយប៉ុន្តែមិនមានការជឿជាក់ខ្លះអត់ជឿជាក់ខ្លះ 这个道好像真的 គិតថាធម៌នេះមើលទៅដូចជាពិត 有时候就信了。 ហើយពេលខ្លះទៅក៏មានការជឿជាក់ 这个道好像不怎么真呐、 ហើយពេលខ្លះទៅក៏គិតថាធម៌នោះដូចជាមិនពិតតតែសោះ 为什么这样想呢？ ហេតុអ្វីបានជាគិតយ៉ាងដូចនេះ 没有信心 ពីព្រោះដោយសារតែមិនមានជំនឿចិត្ត 不相信真理天道 មិនជឿជាក់ទៅលើសច្ចធម៌ពិតឋានលើ 不相信名师的尊贵， ហើយក៏មិនជឿជាក់អំពីភាពវិសេសថ្លៃថ្លានៃគ្រូបំភ្លឺឡើយ 所以呢，修道一阵子呢， ដូច្នេះហើយការសាងធម៌របស់គាត់បានមួយអំឡុងពេល 又不修了， ហើយក៏លែងសាងតទៅទៀត 甚至退出道场了。 ឬក៏រៀថយចាក់ចេញពីទីព្រះវិហារ 这种人回不了天 អ 吗 ញ្？ចឹងមនុស្សប្រភេទនេះប្រកបណាស់មិនអាចវិលត្រឡប់ទៅឋាននិព្វានវិញបាននោះទេ 第三组昨天不是这样问吗？ ហើយក្រុមទី3ម្សិលមិញក៏បានសួរ 现在点样是就答复你们 អ 了 ញ្。ចឹងលោកគ្រូក៏ឆ្លើយនៅសំណួរនេះ 第三组啊， ទី2ជួ第二组问的，不是，什么好像第三组问了。 ទី2ជួវិញ 第二组啊， ក្រុមទី2 有请站，这样了解吗 អ？ញ្ចឹងលោកគ្រូឆ្លើយអញ្ចឹងស្ដាប់តើទេ 求道正面的意义， អញ្ចឹងនេះគឺជាអត្ថន័យនៃការទទួលព្រះធម៌ 如果不明白呢， ប្រសិនបើមិនយល់ច្បាស់ទេ 反倒拜得， ធ្វើផ្ទុយពីសច្ចធម៌ 信道不读者 ហើយថាជឿជាក់ព្រះធម៌ជឿខ្លះអត់ជឿខ្លះ 纵然你求了道， បើទោះបីជាយើងទទួលបានព្រះធម៌តែពិតមែន 一样回不了理天啊。 ហើយដូចគ្នាដែរគឺមិនអាចវិលត្រឡប់ទៅឋានព្រះនិព្វានបានឡើយ 所以修道金子啊， ដូច្នេះហើយអគ្គបុគ្គលដែលជាអ្នកសាងធម៌មួយរូប 要谨慎小心， ត្រូវតែមានការព្រឹកព្រៀងប្រុងប្រយ័ត្ន 对真理好好的学习， អញ្ចឹងចំពោះសច្ចធម៌យើងត្រូវខិតខំរៀនសូត្រសិក្សាឲ្យបានម៉ត់ចត់ល្អ 对行功了愿的事要实实在在的做。 ហើយចំពោះកិច្ចការដែលយើងធ្វើបន់បំពេញបារមីនោះបំពេញសច្ចានោះយើងត្រូវតែខិតខំធ្វើដោយជាក់លាក់ដោយជាក់ស្ដែង 这样就是感谢名师的大恩呐、 នេះគឺជាសេចក្តីមួយដែលយើងថ្លែងអំណរគុណចំពោះគ្រូបំភ្លឺ 所以呢，要谢谢名师，感恩名师， ហើយដូច្នេះហើយយើងត្រូវតែថ្លែងអំណរគុណអរគុណចំពោះគ្រូបំភ្លឺផងដែរ 慈悲传道之大恩。 ដែលព្រះអង្គមាននៅក្តីមេត្តាករុណាមានមហាគុណនៅក្នុងការចម្លងព្រះធម៌ដល់យើងទាំងអស់គ្នា 第二组明白吗 អ？ញ្ចឹងក្រុមទី2តើទេ 大家都明白 អ 吗 ញ្？ចឹងក្រុមផ្សេងទៀតតើទេ 第一组 ក្រុមទី 明白吗？ 1តើទេ 明白，换你们讲给我们听 បើ 吧。 សិនជាតើអញ្ចឹងឡើងមកនិយាយអញ្ចឹង 来，换你们讲。你说明白了， យើងនិយាយថាតើ 哪些人回不了天呢、 មនុស្សប្រភេទណាមិនអាចវិលត្រឡប់ទៅឋានលើវិញ 那么求道名师一指呢？ ហើយទទួលព្រះធម៌ទទួលបានការដៅបំភ្លឺមួយចំណុច 它的真面的意义什么呢？ អញ្ចឹងអត្ថន័យនៃការទទួលព្រះធម៌ហ្នឹងមានន័យយ៉ាងម៉េច 好来， សូម 10秒钟啊。啊， 得到后没有修道，反倒败德，没有我们求道的时候有立了10条大愿，是，如果立愿了不了愿，没有按照佛规去实行，对，信道不笃嘛。
没有相信这个道，而且相信其他爪门旁门爪道，就是半信半疑，不实在的修，不实在的办。OK。而且来佛堂修道半信半疑。啊，好 ，OK， 啊，第4组啊。Con thứ 4。他们讲的对吗？ Con thứ 1 និយាយត្រូវទេ 跟点人师说的一 ដូច 样 ទៅនឹង 吗？ អ្វីដែលលោកគ្រូបកស្រាយទេ 技术群对，其他对吗？讲师技术群ត្រូវចុះនេះធម៌ផ្សេងទៀត是一是样。啊。OK， 好，第6组啊。 Con thứ 6 名师一指点啊。 គ្រូបំភ្លឺដៅមួយចំណុច 啊，他的恩在哪里呀？ អញ្ចឹងគុណស្ថិតនៅត្រង់ណា 我们为什么要感谢尊师嘛？就名师的恩要谢谢，也要感恩嘛。 អញ្ចឹងមិនក៏យើងត្រូវថ្លែងម្ដងគុណចំពោះព្រះគ្រូសិស្សជននិងសិស្សមួយមិនក៏អញ្ចឹងដោយសារតែគ្រូបំភ្លឺដៅមួយចំណុច 啊， 问题是就是名师的恩在哪里呀？ អញ្ចឹងគុណរបស់គ្រូបំភ្លឺត្រង់ណា 刚才点是不是讲 អមបា 了 ញ់មានតែលោកគ្រូបានលើកឡើងរួចមកហើយ 啊？ ចា 名师的恩就是一指点之后可以让我们超生了死。是，而且地府抽丁，天堂挂号。而且呢， ថែមទាំងអីគេ 一生之中 ហើយក្នុងមួយជីវិតយ៉ាងម៉េច 要怎么做呢？ ក្នុងមួយយើងទូថយក្នុងមួយជីវិតយើងធ្វើយ៉ាងម៉េច 啊，立业了愿嘛。 还有修道办道然后以后回礼天去 立愿了愿，行功立德，一生之中不变道志，道志不变，环境怎么变，再怎么辛苦，我不变道志，就是要修要办。 គឺថាត្រូវតាំងសច្ចាបំពេញសច្ចាសាងធម៌បដិបត្តិធម៌អស់មួយជីវិតទោះបីជានៅក្នុងបរិស្ថានមជ្ឈដ្ឋានណាក៏ដោយក៏មិនមានការប្រែប្រួលឆន្ទៈរបស់ខ្លួនឯងថ្ងៃក្រោយទើបអាចត្រឡប់ទៅឋានលើបាន 不变哦，不变道志。 គឺថាមិនមានការប្រែប្រួលទេឆន្ទៈក្នុងព្រះធម៌មិនមានការប្រែប្រួលនោះទេ 百年之后呢， អញ្ចឹង100ឆ្នាំក្រោយមក 就是人归空的时候 ក៏ 呢， គឺមានន័យថាពេលដែលយើងទទួលមរណៈពេលដែលយើងអស់ជីវិត 灵性直回理 អ 天 ញ្。ចឹងគឺថាដួងវិញ្ញាណរបស់យើងនឹងអាចវិលត្រឡប់ទៅឋានព្រះនិព្វានដោយដរិចតែម្ដង 叫成道回家去， នេះគេហៅថាសម្រេចព្រះធម៌វិលត្រឡប់ទៅស្រុកកំណើតដើម 佛门叫做成佛啊。 ហើយនៅក្នុងព្រះពុទ្ធសាសនាហៅថាសម្រេចត្រាស់ដឹងជាព្រះ 所以我们各个成佛有希望啊。 អញ្ចឹងគឺថាយើងម្នាក់ៗសិតតែមានក្តីសង្ឃឹមនឹងអាចសម្រេចត្រាស់ដឹងជាព្រះ 好，请坐，这3组都请坐 សូម 了。 អញ្ជើញអង្គុយ 四组啊。 4组 第5组啊， ក្រុមទី 请问啊，第5组， 5សូមសួរក្រុមទី 观世音菩萨 5ព្រះពោធិសត្វអវលោកេតិស្វរៈ 3个纪念的日， ថ្ងៃគម្រប់ខួប3របស់ព្រះម៉ែគង់ស្អ៊ីម 你们说说看啊。 អញ្ចឹងនិយាយលើមើលតើមានគម្រប់ខួប3 刚 អ្វី 才 ខ្លះ 第1个日子， អំបញ្ញមិញនិយាយរួចមកហើយមានថ្ងៃអីគេអំបញ្ញមិញដែលយើងនិយាយទាំងអស់ 你们 គ្នា 跟前人说什么呢？ អំបញ្ញមិញដែលយើងរួមគ្នានិយាយជូนពរចំពោះស្អីគេ 第一个一起讲， ទី1ថ្ងៃអីគេ 什么时候夜日就好。生日 好来，不，几月几日啊？ ថ្ងៃកំណើតថ្ងៃណាថ្ងៃប៉ុន្មានខែបាន 哎， 2月19日2月19日，观世音菩萨圣诞。刚才你们说给前人 Happy Birthday， នៅដូច្នេះហើយថ្ងៃទី19ខែ2រាប់តាមច័ន្ទគតិចិនគឺជាថ្ងៃ birthday ឬក៏យើងហៅថាជាថ្ងៃបដិសន្ធិរបស់ព្រះម៉ែគង់ស្អ៊ីម 他跟我们一样啊， ហើយព្រះអង្គគឺដូចទៅនឹងយើងទាំងអស់គ្នាអញ្ចឹង 要成佛成道啊， អ
អញ្ចឹងព្រះអង្គចង់តាស់ដឹងជាព្រះចង់សម្រេចជាព្រះ 一样要得到。 ដូចគ្នាដែរត្រូវតែទទួលនៅពធពិតនេះ 好，那观世音菩萨得到的日子是什么时候呢？ ចុះថ្ងៃណាដែលព្រះពោធិសត្វអវលោកេតិស្វរៈទទួលបានព្រះធម៌ 9 16á 9月19。他说6月19没有9月19，我讲一下。 9月19日 记住，全部的班员都记住。 អញ្ចឹងយើងទាំងអស់គ្នាកត់ត្រាចំណាំទុក 2月19日生日。 អញ្ចឹងថ្ងៃទី19ខែ2ថ្ងៃ birthday ព្រះអង្គ 我们修道的人 អញ្ចឹងយើងជាអ្នកសាងបដិបត្តិព្រះធម៌ 称佛子啊， អញ្ចឹងយើងហៅព្រះអង្គព្រះទាំងឡាយ 称菩萨， ឬក៏ព្រះពោធិសត្វ 我们不讲生日。 យើងមិននិយាយថាថ្ងៃកំណើតឬក៏ថ្ងៃ birthday នោះឡើយ 观世音菩萨圣诞日， អញ្ចឹងយើងហៅថាជាថ្ងៃរំលឹកខួបកំណើតរំលឹកខួបកំណើតឬក៏ថ្ងៃចម្រើនព្រះជន្មព្រះពោធិសត្វគង់សិអ៊ីម 所以呢，要道喜怎么说呢？ អញ្ចឹងតើយើងនឹងត្រូវសូត្រពិធីកិច្ចថ្លែងអំណរគុណតោស៊ីនោះយ៉ាងដូចម្តេចទៅ 恭祝观世音菩萨 យើងសូត្រថាកងជួកនសិវិសាជូនព្រះពោចំពោះព្រះពោធិសត្វគង់សិ 圣 អ៊ីម 诞道喜， ចម្រើនព្រះជន្មថាអបអរ 不是生日道喜。 មិនមែនយើងមិននិយាយថាភាសាខួបកំណើតទេ 那9月19日， ហើយចុះថ្ងៃទី19ខែ9 他求到了， អញ្ចឹងព្រះអង្គក៏ទទួលបាននៅព្រះធម៌ 记住要出家修道。 ចងចាំថាគឺចំនួននោះគឺត្រូវចេញសាងភ្នោះដើម្បីសាងធម៌ 在弘扬期嘛， ពីព្រោះថាការចំនួននោះគឺនៅក្នុងចំនួនសម័យកាលពណ៌ក្រហម 昨天点是有讲过吗？ ហើយកាលពីម្សិលមិញលោកគ្រូក៏បានលើកឡើងរួចមកហើយ 要出家修道 អញ្ចឹងសម័យកាលពណ៌ក្រហមត្រូវតែសាងធម៌ត្រូវតែសាងភ្នោះ 啊，出家拜师啊。 ហើយត្រូវសាងភ្នោះទៅស្វែងរកគ្រូ 那么他修道啊， អញ្ចឹងក៏ព្រះអង្គសាងធម៌ 一样救度众生嘛， ដូចគ្នាផងដែរត្រូវតែប្រោសចម្លងសត្វលោកទាំង 成 ឡាយ 全众生嘛， ហើយព្រមទាំងសម្របសម្រួលឲ្យសត្វលោកទាំងឡាយ 也积功培德啊。 ហើយនឹងសាងបុណ្យសន្សំបុណ្យបន្ទុំនៅបារមី 那请问第五组啊， អញ្ចឹងសូមសួរក្រុមទី5 他成道的日子什么时 អ 候 ញ្ចឹង 啊？ តើព្រះអង្គថ្ងៃណាជាថ្ងៃសម្រេចធម៌របស់ព្រះម៉ែគង់សិអ៊ីម 也就是回到李天做了菩萨佛祖啊 ក៏គឺមានថាវិលត្រឡប់ទៅឋាននិព្វានវិញសម្រេចជាអង្គពពោធិសត្វ 啊，就是6月19日成道 6月19日， គឺថ្ងៃទី19ខែ6រាប់តាមចន្ទគតិចិនព្រះអង្គបានសម្រេចត្រាស់ដឹងព្រះធម៌ 所以3个佛祖观世音菩萨的圣诞、求道出家、成道纪念日，通通要记好。 ដូច្នេះហើយថ្ងៃរំលឹកខួបទាំង3នេះទាំងថ្ងៃចាប់បដិសន្ធិទាំងថ្ងៃទទួលបានព្រះធម៌និងថ្ងៃដែលសម្រេចព្រះធម៌នោះយើងត្រូវតែកត់ចំណាំទុកឲ្យបានច្បាស់លាស់ 所以白羊起的修道者啊， ដូច្នេះហើយយើងជាអ្នកសាងធម៌នៅក្នុងសម័យកាលពណ៌ស 我们师尊师母的徒弟呀、អញ្ចឹងយើងគឺជាសិស្សរបស់ព្រះបរមគ្រូsưជននិងព្រះបរមគ្រូsư母 跟观世音菩萨一样， គឺដូចទៅនឹងព្រះម៉ែគង់ស៊ីមអញ្ចឹង 有生日， មានថ្ងៃកំណើត 有求道 មា 日， នថ្ងៃទទួលសមព្រះធម៌ 将来100年之后， ហើយទៅថ្ងៃអនាគតទៅ100ឆ្នាំក្រោយមក 我们有成道日， យើងក៏មានថ្ងៃដែលសម្រេចព្រះធម៌ផងដែរ 这样大家都懂吗？ អញ្ចឹងលោកគ្រូបកស្រាយយ៉ាងដូចជាញាតិផងតគ្នាស្ដាប់តាន់ទេ 哎，再问大家，包括你们啊，大家都懂 អ 吗？ ញ្ចឹងទាំង6ក្រុមស្ដាប់តាន់ទេ 好，第五组请坐，全部加10分6组， ខាង10បន្ទុកគ្រប់ក្រុម 请坐。那么名师的恩要谢啊，好要感恩。那第二个尊师重道，尊师感谢点团师点道之恩，代理名师点道，所以呢，点团师是代理点传，代理名师来传道。
ដូច្នេះគុណរបស់ព្រះបរមគ្រូsưជនsưមូជាព្រះបរមគ្រូក៏យើងត្រូវថ្លែងអំណរគុណហើយឯគុណគ្រូវិជាដែលតំណាងឲ្យគ្រូបំភ្លឺដៅបាបចរនិព្វានឲ្យញាតិធម៌ទាំងឡាយនោះយើងក៏ត្រូវតែដឹងគុណនិងថ្លែងអំណរគុណផងដែរ 我们求道呢， អញ្ចឹងយើងទាំងអស់គ្នាទទួលសូមព្រះធម៌ 以宝师带到佛堂 ដោយ 来， មានគ្រូធានាណែនាំបបួរអញ្ជើញយើងមកដល់ទីព្រះវិហារអាសនៈទទួលធម៌ 一定要有点燃师在场， ចាប់បាច់ត្រូវតែមានឧបជាចារ្យនៅក្នុងអាសនៈឬក៏ព្រះវិហារ 我们才可以求道吗？ ទើបអ្នកទទួលព្រះធម៌ថ្មីនេះអាចទទួលសមព្រះធម៌បាន 我们之所以能求道， ហើយហេតុដែលយើងអាចទទួលសមព្រះធម៌នេះបាន 有点坛师点道， ដោយមានឧបជាចារ្យបានដៅបំភ្លឺចម្លងនៅព្រះធម៌ 所以呢，点燃师点道啊， ដូច្នេះហើយគ្រូវិជាដៅបំភ្លឺចម្លងព្រះធម៌ 有时候在金边点， មានពេលខ្លះទៅថាដៅបំភ្លឺចម្លងព្រះធម៌នៅភ្នំពេញ 有时候到棒青阳 មាន 点， ពេលខ្លះទៅទៅដល់កំពង់ឆ្នាំង 你们现在呢，各位柬埔寨的点燃师啊， ហើយបច្ចុប្បន្នគឺថាឧបជាចារ្យដែលមានសញ្ជាតិខ្មែរ 更加精进了， កាន់តែមានភាពវិរិយៈ 更加努力啊， កាន់តែមានភាពប្រឹងប្រែង 从南到北啊， តាំងពីខាងត្បូងទៅដល់ខាងជើង 从东到西啊， តាំងពីខាងកើតទៅដល់ខាងលិច 到处点道啊， អញ្ចឹងគឺថាទៅដល់បំភ្លឺចម្លងព្រះធម៌គ្រប់ទីកន្លែង 没有点燃师点道呢， ហើយប្រសិនបើមិនមានឧបជាចារ្យដល់បំភ្លឺចម្លងព្រះធម៌ទេ 就不能受到名师一指点。 គឺនឹងមិនទទួលបាននៅការដល់បំភ្លឺមួយចំណុចពីគ្រូបំភ្លឺឡើយ 那么名师一指点呢？ អញ្ចឹងគ្រូបំភ្លឺដល់មួយចំណុចមួយនេះឲ្យយើង 刚才没有讲了断六道生死轮回路啊， គឺអត់បាញ់មិញបានលើកឡើងមកហើយគឺថាអាចរួចចាក់ផុតពីការផ្លូវវល់កើតស្លាប់នៅក្នុងវាវត្តសង្សារផ្លូវទាំង6បាន 我们芸芸众生呐、 អញ្ចឹងសត្វលោកទាំងឡាយនៅក្នុងពិភពលោកីនេះ 都在六道轮回路。 គឺកំពុងតែស្ថិតនៅក្នុងផ្លូវវល់នៅក្នុងផ្លូវទាំង6 轮回不息呀、 អញ្ចឹងវល់មិនឈប់មិនឈរនោះឡើយ 那这一世为人， អញ្ចឹងជាតិនេះមានអតិភិបកើតជាមនុស្ស 你前世不一定为人 អ 哦。 ញ្ចឹងការពីជាតិមុនរបស់យើងមិនប្រកាសថាជាមនុស្សនោះឡើយ 所以前世也有修了， ហើយការដោយសារតែយើងការពីជាតិមុននឹងធ្លាប់បានសាង 实上你也有修了， ហើយគឺថាយើងក៏បានសាងនៅកុសលកម្មទាំង10ទៀត 你才能出世为人 អ 嘛 ញ្。ចឹងទើបជាតិនេះយើងមានអតិភិបមានឱកាសអាចកើតជាមនុស្សបាន 如果你这一世呢 ប្រសិនបើនៅក្នុងជាតិនេះ 做了人 យើងបានធ្វើជាមនុស្សហើយ 又没有求道， តែមិនបានទទួលសមព្រះធម៌ទេ 那么做坏事做多， ហើយយើងសាងតែអំពើបាបកម្មអំពើអាក្រក់កាន់តែច្រើន 下辈子你不一定出世为人 អ 哦。 ញ្ចឹងជាតិក្រោយមិនប្រកាសថាយើងនឹងអាចកើតជាមនុស្សម្ដងទៀតនោះឡើយ 所以人有轮回啊。 ដូច្នេះកើតជាមនុស្សក៏កំពុងតែវិលវល់ដូចគ្នា 那么我们众生呢， អញ្ចឹងសត្វលោកទាំងឡាយ 只要得到名师一指点， ឲ្យតែទទួលព្រះធម៌ហើយទទួលបានការដៅបំភ្លឺមួយចំណុចពីគ្រូបំភ្លឺ 有点师给你点到， ដោយមានគ្រូវិជាថាដៅបំភ្លឺចម្លងព្រះធម៌ឲ្យ 既能了断六道生死轮回路， គឺនឹងអាចចាក់ផុតពីការវិលវល់កើតស្លាប់រួចផុតពីផ្លូវវិលវល់នៃផ្លូវទាំង6 那么这个六道轮回路啊， អញ្ចឹងផ្លូវវិលវល់ទាំង6មួយនេះ 是很苦的， គឺមានទុក្ខលំបាកយ៉ាងខ្លាំង 因为尤其在地狱道、畜生道、阿修罗道这边啊，很苦啊。 ជាពិសេសគឺដែលស្ថិតនៅក្នុងផ្លូវឋានអសូរកាយផ្លូវឋាននរកនិងផ្លូវឋានសត្វទេរឆាន 那么我们芸芸众生 អញ្ចឹងយើងមើលសត្វលោកទាំងឡាយ 还好， យើងមើលគួរសម 也有苦也有乐。 យើងកើតជាមនុស្សគឺនៅមានសុខផងមានទុក្ខផង 那总归一句话， អញ្ចឹងសរុបមកវិញ 因为点燃师点到， ដោយសារតែគ្រូជាដៅបំភ្លឺចម្លងព្រះធម៌ 才可以了断六道生死轮回路 អ 吗 ញ្？ចឹងទើបញ៉ាំងឲ្យញាតិពធថ្មីនេះគាត់អាចរួចចាក់ផុតពីការវិលវល់កើតស្លាប់ក្នុងវដ្តសង្សារផ្លូវទាំង6 所以我们感恩嘛， ដូច្នេះយើងត្រូវតែថ្លែងអំណរគុណ 点燃师点到之恩 អ 嘛 ញ្。ចឹងថ្លែងអំណរគុណចំពោះគុណដែលគ្រូជាដៅបំភ្លឺចម្លងព្រះធម៌ 第三，引宝师之恩呐、 ទី3ថាគុណរបស់គ្រូ
គ្រូធានាណែនាំ 没有银宝师， ប្រសិនបើមិនមានគ្រូធានាណែនាំទេ 我这辈子没有机会求 អ 到。 ញ្ចឹងក្នុងមួយជីវិតរបស់យើងមួយនេះគឺមិនមានឱកាសអាចទទួលសំព្រះធម៌ឡើយ 没有银宝师的点化， ហើយមិនមានគ្រូធានាណែនាំទៅបំភ្លឺទៅបង្ហាញទេ 苦口婆心， ហើយនឹងខិតខំសម្របសម្រួលដោយលំបាកលំបិនទេ 成全我求到， នៅក្នុងការសម្របសម្រួលអញ្ជើញបបួលយើងមកទទួលសំព្រះធម៌ 就没有在座各位了。 អញ្ចឹងក៏មិនមានថ្ងៃនេះនៃញាបធម៌ទាំងអស់គ្នាផងដែរ 而且银宝师啊， ហើយថែមទាំងគ្រូធានាណែនាំ 为了要度化众生啊， អញ្ចឹងដើម្បីតែចម្លងសត្វលោកទាំងឡាយ 受了很多苦啊。 អញ្ចឹងទទួលរងទុក្ខជាច្រើន 有人被诽谤了， មានពេលខ្លះទៅត្រូវគេប្រទុះជាមួយ 说你骗人的； គេមានពេលខ្លះគេថាយើងបោកគេ 也有人被侮辱了。 ពេលខ្លះទៅមានអ៊ីងបោសឺខ្លាំងត្រូវគេប្រមាថ 我拜拜为什么要拜拜呢？ អ្នកខ្លះក៏សួរថាមកថ្វាយបង្គំមកទទួលធម៌ធ្វើអី 你们这些拜火的人呢， អញ្ចឹងអ្នកទាំងអស់គ្នាដែលអ្នកថ្វាយបង្គំព្រះនេះ 就是前世心肠不好啊。 គឺដោយសារតែប្រហែលជាជាតិមុនបានសាងអំពើអាក្រក់ណាមួយហើយបានជាតិនេះខំថ្វាយបង្គំព្រះ 所以 ដែរ 呢，这一世呢， ដូច្នេះហើយក្នុងជាតិនេះ 你们拜火要赎罪啊。 អញ្ចឹងយើងអ្នកដែលថ្វាយបង្គំព្រះគឺថ្វាយបង្គំព្រះដើម្បីសូមលើកលែងបាបកម្ម 有时候银宝师也被这样侮辱了。 អញ្ចឹងពេលខ្លះទៅគ្រូធានាណែនាំក៏ទទួលការរងការប្រមាថយ៉ាងដូចនេះផងដែរ 有时候度一次， មានពេលខ្លះទៅចម្លងមួយលើក 他说好， គេក៏និយាយថាអូខេ 结果要带他去， ប៉ុន្តែដល់ថ្ងៃដែលទៅបបួលគាត់ទៅមកព្រះវិហារទទួលធម៌ 他说我没有时间， គាត់ក៏និយាយថាអត់ទេទេ 对不起，今天没有时间。 ក៏និយាយថាសុំទោសថ្ងៃនេះអត់ទៅទេ 那么银宝师呢， អញ្ចឹងគ្រូធានាណែនាំ 也不能生气啊， អញ្ចឹងក៏មិនអាចខឹងចំពោះគាត់បានឡើយ 也不能骂人 ហើ 啊， យក៏មិនអាចជេរស្ដីគាត់បានទៀត 都是这样讲。 គឺសិតតែនិយាយអញ្ចឹង 好好好，我们下一次再来约个时间。 អញ្ចឹងអ៊ីប៉ោសឺតែងតែនិយាយថាអូមិនអីទេអញ្ចឹងចាំលើកក្រោយទៅវិហារទទួលធម៌អញ្ចឹង 你们也做过银宝师吗？ យើងទាំងអស់នេះក៏ធ្លាប់ធ្វើជាគ្រូធានាណែនាំ 你们也有经验吗 អញ្？ចឹងយើងក៏ធ្លាប់ឆ្លងកាត់នៅបទពិសោធន៍ទាំងអស់នេះ 所以银宝师啊， អញ្ចឹងធ្វើជាគ្រូធានាណែនាំ 非常有耐心， ត្រូវតែមាននៅចិត្តអំណត់ធ្មត់ 非常有慈悲心， ត្រូវតែមាននៅចិត្តមេត្តាករុណា 为了接引众生， ដើម្បីតែចម្លងសត្វលោកទាំងឡាយ 辛辛苦苦。 អញ្ចឹងមានការលំបាកលំបិន 等了你说要求到了， ដល់រងចាំពេលដែលយើងនិយាយថាទទួលព្រះធម៌ហើយ 进了佛堂了， បានចូលមកដល់ទីអាសនៈព្រះវិហារ 挂了号， ហើយបានចោះឈ្មោះទទួលធម៌ 求了道， ទទួលសំព្រះធម៌ 银宝师很高兴。 អញ្ចឹងពេលនោះគ្រូធានាណែនាំសប្បាយចិត្តណាស់ 问问大家， អញ្ចឹងសួរមើលគ្នាយើងទាំងអស់គ្នា 银宝师赚很多钱吗？ អញ្ចឹងគ្រូធានាណែនាំមានធម៌ទទួលធម៌នេះគាត់ចំណេញលុយបានច្រើនអត់ 减有没有减币几十万？有没有？ មានអត់គ្រូធានាណែនាំមានទទួលបានលុយចំណេញពីអ្នកទទួលធម៌អត់ 没有啊，一毛钱也没 មក 拿。 កាក់មួយសេន100លុយខ្មែរក៏មិនទទួលបានផង 为什么呢？ មិនអញ្ចឹង 他就是佛祖的化身嘛， នោះគឺជាការនិមិត្តកាយរបស់អង្គព្រះ 就像观世音菩萨的化身。 គឺបីដូចជាការនិមិត្តកាយរបស់ព្រះពោធិសត្វគង់ស៊ីអញ្ចឹង 等了我们呢清了口， ចាំរងចាំដល់ពេលដែលយើងបានសម្អាតមាត់ហូបបួស 做了人 ហើយ 才， ក៏បានធ្វើជាអ្នកជំនួយការ 甚至做了坛主。 ឬក៏អាចធ្វើជាម្ចាស់អាសនៈ 哦，你们就知道了， អញ្ចឹងពេលនោះយើងនឹងយល់ 原来我们银宝师这么辛苦。 យើងនឹងយល់ថាការពិតទៅនេះគ្រូធានាណែនាំរបស់យើងគឺមានការលំបាកនឿយហត់យ៉ាងខ្លាំង 所以我们感恩啊，银宝师之恩啊。 ដូច្នេះហើយយើងត្រូវតែថ្លែងអំណរគុណនៃគ្រូធានាណែនាំ 那你要尊重他， អញ្ចឹងយើងត្រូវតែគោរពចំពោះគាត់ 也要尊敬他 ហើយ 嘛。 ក៏ 哈 ត្រូវមានការគោរពស្រឡាញ់ចំពោះគាត់ផងដែរ 所以呢，这个师啊要尊呐、 ដូច្នេះហើយគ្រូយើងត្រូវតែចេះគោរព 我们一定要感恩 អញ្ចឹងយើងត្រូវតែថ្លែងអំណរគុណ 啊。所以呢，昨天呢， ដូច្នេះហើយការពីម្សិលមិញ 你们听了陈讲师讲啊， ហើយយើងក៏បានស្ដាប់នៅឆន្ទចាំងsưដែលបានបកស្រាយ 要尊师 យើងត្រូវគោរពគ្រូ 啊，这个就是啊名师、点坛师、引宝师。 នេះគឺគ្រូសំដៅទៅលើគ្រូបំភ្លឺគ្រូឧបជានិងគ្រូធានាណែនាំ 永远要记住这个恩。 អញ្ចឹងយើងត្រូវតែចងចាំនៅគុណមួយនេះឲ្យជាក់ច្បាស់ 俗语有一句话，我们华人有一句俗话， ពាក្យចិនមានពាក្យមួយបាននិយាយថា
金子啊， ជាអគ្គបុគ្គល 饮水思源， ផឹកទឹកត្រូវនឹងដល់ប្រភព 别人一点恩给我 អ 们 ញ្，ចឹងអ្នកដតីផ្ដល់នៅគុណបន្តិចបន្តួចដល់យើងតែប៉ុណ្ណឹង 尤其殷宝师 ជាពិសេសគ្រូធានាណែនាំ 啊，这个恩呐、 អញ្ចឹងគុណមួយនេះ 点燃师的恩， អញ្ចឹងគុណរបស់គ្រូវិជា 名师的大恩 មហាគុណរបស់គ្រូបំភ្លឺ 啊，一定要感恩。 អញ្ចឹងយើងត្រូវតែថ្លែងអំណរគុណ 所以涌泉以报，很感恩，很感 អ 恩 ញ្ចឹងយើងត្រូវតែតបស្នងនៅគុណមួយនេះឲ្យបានជាក់ច្បាស់ 好，所以呢，今天呢， ដូច្នេះហើយថ្ងៃនេះ 啊，我们又来讲 យើងទាំងអស់គ្នាមកធ្វើការបកស្រាយបន្ត 太上老君 បកស្រាយអំពីមេរៀនរបស់ 啊，跟院长大人 និងព្រះយិនចាំងតាយ៉ាន 共同呢 រួបរวมគ្នា 啊，这个物理实修这一段 វគ្គនិយាយអំពីការសាងដោយជាក់ច្បាស់យល់អំពីសច្ចធម៌ 啊，我们前天呢 ការពីម្សិលមិញមួយថ្ងៃ 啊读到拜读了 យើងក៏បានអានរួចមកហើយ 第一段 វគ្គទី 大道，道是什么 1យើងក៏បានបកស្រាយថាធម៌គឺជាអ្វី 啊？道就是造化真实的实理 អញ្ចឹងព្រះធម៌គឺជាការកើតឡើងចេញពីសច្ចធម៌មួយនេះ 啊，生了天， បង្កើតមេឃ 哪个天看得到这个气天？ មេឃមួយណាគឺមេឃដែលយើងមើលឃើញនឹងភ្នែកមួយនេះ 生了地， បង្កើតធរណីបង្កើតដី 我们住的地， គឺជាដីដែលយើងកំពុងតែឈររស់នៅលើដីនេះ 生了人， បង្កើតនៅមនុស្ស 我们芸芸众生， គឺចង់សំដៅទៅលើសត្វលោកមនុស្ស 生了万物， ហើយនឹងសពភាវៈទាំងឡាយ 所以叫造化的实理。 អញ្ចឹងនេះគឺជាភាពជាក់ស្ដែងនៃការបង្កបង្កើត 那现在第二段， ឥឡូវយើងចូលមកវគ្គទី2 哎，我们来看啊，第二段道是什么？ ឥឡូវយើងមកមើលវគ្គទី2 好，我们 ធម៌ 看 គឺជាអ្វី 电脑有吗？好，电脑有第二段，第二段呢，我们道是真良心那一段，这里，其二道在天成为真理好，这边讲完了嘛？哈，这边讲完了。前天道实理实理造化万物，好未知道哈。啊，那第二段我们称为老母，第二其二，好，所以呢，到我们前天讲道就是老母嘛，哈。 អញ្ចឹងកាលពីម្សិលមួយថ្ងៃនោះក៏បាននិយាយថាព្រះធម៌គឺព្រះបិតាត្រៃភព 那么第二段呢，其二呢，道是什么呢？ អញ្ចឹងវគ្គទី2តើព្រះធម៌គឺជាអ្វី 啊，从这一段拜 អ 读 ញ្ចឹងឥឡូវយើងមកអាននៅមួយវគ្គ 啊， នេះ 来陈典师领我们拜读 ឥ 哈， ឡូវសូមអានតាមហូបស្រីទាំងអស់គ្នា 其二哈， គឺសូមអានតាមហូបស្រីទាំងអស់គ្នា其二道在天称为真理道在人叫做灵性 OK，那么道啊，在天上我们叫真理，老母嘛，老母真理嘛。 អញ្ចឹងព្រះធម៌នៅពេលដែលនៅឋានលើឬក៏នៅលើមេឃហៅថាសច្ចធម៌ 为什么叫真理呢？ មិនជាយើងហៅថាជាសច្ចធម៌ទៅវិញ 不变的， ពីព្រោះថាមិនមានការប្រែប្រួលនោះទេ 它造化万物不变的 អញ្ចឹងគឺថាព្រះអង្គបង្កើតសត្វលោកទាំងឡាយគឺថាមិនមានការប្រែប្រួលនោះឡើយ 万物都它生出来的 អញ្ចឹងគឺថាសពភាវៈទាំងឡាយសត្វលោកទាំងឡាយគឺមានព្រះធម៌នេះជាអ្នកបង្កើតឡើង 这点不变的 អញ្ចឹងមួយចំណុចនេះគឺមិនមានការប្រែប្រួលនោះទេ 所以呢，我们在天叫天理，在人就是灵性啦。 ហើយនៅឋានលើគឺថាហៅថាសច្ចធម៌ហើយឯធម៌នេះបើសិនជានៅលើមនុស្សហៅថាវិញ្ញាណ 来下一段，天地万物。 បាទសូមអានតាមហូបស្រីតទៅទៀត天地万物各具有道真理人人约具有此灵性此灵性统四端仁义礼智捐万善是万德之源万事之者亦是天理良心之流行
OK， 那么呢，我们这个道在人叫做灵性。 អញ្ចឹងព្រះធម៌មួយនេះស្ថិតនៅលើរូបកាយរបស់មនុស្សហៅថាជាដួងវិញ្ញាណ 这个灵性里面呢， អញ្ចឹងនៅក្នុងវិញ្ញាណមួយនេះ 有自然5个好的东西， អញ្ចឹងគឺមាននៅរបស់ដែលល្អ4យ៉ាង 仁义礼智信。 មាននៅសប្បុរសធម៌យុត្តិធម៌សុជីវធម៌និងបញ្ញាធម៌ 人就是爱心、 អញ្ចឹងពាក្យថាសប្បុរសធម៌គឺជាក្តីស្រឡាញ់ 慈悲心嘛， ក្តីស្រឡាញ់គឺជាក្តីមេត្តានិងករុណា 每个人都有。 អញ្ចឹងមនុស្សយើងម្នាក់ៗសុទ្ធតែមាននៅមេត្តា 当父母的呢， ហើយជាឪពុកម្ដាយនោះ 都爱他的子 ជា 女， ឪពុកម្ដាយរមែងតែងតែស្រឡាញ់កូនប្រុសស្រីរបស់ខ្លួន 有这个爱心嘛。 គឺមាននៅក្តីស្រឡាញ់ចិត្តស្រឡាញ់មួយនេះ 我们都会喜欢爸爸妈妈， អញ្ចឹងយើងទាំងអស់គ្នាសុទ្ធតែស្រឡាញ់ចំពោះឪពុកម្ដាយ 因为我们内在的心 ដោយសារតែនៅក្នុងចិត្តរបស់យើងទាំងអស់គ្នា 有一个孝心， មាននៅចិត្តកតញ្ញូ 有一个感恩的心， មាននៅចិត្តថ្លែងអំណរគុណ 这个叫做仁。 នេះហៅថាសប្បុរសធម៌ 第二个义嘛， ទី2យុត្តិធម៌ 该做的事 អញ្ចឹងកិច្ចការដែលត្រូវធ្វើ 我应该做， យើងនឹងទៅធ្វើ 不应该做的 ហើយកិច្ចការដែលមិនគួរធ្វើ 我就不做。 យើងក៏គប់ទៅប៉ះពាល់ 昨天晚上， កាលពីម្សិលមិញពេលល្ងាច 点的是讲 លោកគ្រូក៏បានលើកឡើងរួចមកហើយ 颜回夫子 ព្រះអរិយយឿនហួយ 做到4件事情， ក៏បានធ្វើនៅកិច្ចការ4យ៉ាង 那4件事情呢， អញ្ចឹងកិច្ចការ4យ៉ាងនោះ 应该做的。 គឺជាកិច្ចការដែលត្រូវធ្វើ 那反过来呢， ផ្ទុយមកវិញ 违背天理、 កិច្ចការណាដែលធ្វើផ្ទុយពីធម៌ 不该做的事， កិច្ចជាកិច្ចការដែលមិនសមគួរត្រូវធ្វើ 那变成罪了。 ពេលដែលធ្វើហើយនឹងក្លាយជាបាបកម្ម 所以你人的内心里面 ដូច្នេះហើយនៅក្នុងចិត្តរបស់មនុស្សយើងនេះ 应该明白， យើងត្រូវតែច្បាស់ 要清楚啊， ត្រូវតែយល់ឲ្យបានច្បាស់ 我应该做的是什么？ តើកិច្ចការណាដែលយើងគួរតែធ្វើ 我做了父母， ហើយយើងធ្វើជាឪពុកម្ដាយ 应该养育儿女啊。 ត្រូវតែចិញ្ចឹមបីបាច់កូនប្រុសស្រី 在家里面呢， ហើយនៅក្នុងផ្ទះយើងទាំងអស់គ្នាវិញ 要教育儿女啊， ឪពុកម្ដាយត្រូវតែអប់រំបង្ហាត់បង្រៀនកូនប្រុសស្រី 这是你的责任。 នេះគឺជាតួនាទីរបស់យើង 上有父母呢， អញ្ចឹងចំខាងលើគឺមានឪពុកម្ដាយ 要有孝心嘛 អ，ញ្ចឹងយើងធ្វើជាកូនត្រូវកតញ្ញូចំពោះឪពុកម្ដាយ 该做的事 អញ្ចឹងកិច្ចការដែលត្រូវធ្វើ 你要做。 យើងត្រូវតែធ្វើ 在道场呢， ហើយនៅក្នុងអង្គធម្មដ្ឋាន 尊师重德啊， យើងត្រូវគោរពគ្រូយកព្រះធម៌ជាសំខាន់ 该做的事 កិច្ចការដែលយើងត្រូវធ្វើ 你就要做。 យើងត្រូវប្រញាប់ធ្វើ 这个义 នេះគឺហៅថាយុត្តិធម៌ 礼呢， សុជីវធម៌ 人的行为规则， អញ្ចឹងរាល់សម្ដីសម្ដៅរបស់មនុស្ស 在国家呢 អញ្ចឹងនៅក្នុងប្រទេសជាតិមួយ 遵守法律嘛， យើងត្រូវតែគោរពទៅតាមច្បាប់ប្រទេស 开车嘛， យើងបើកឡាន 都有红绿灯嘛， យើងឃើញនៅតាមផ្លូវមានភ្លើង stop 你们看了红灯要停啊， យើងឃើញភ្លើងក្រហមយើងត្រូវឈប់ 那么看了绿灯才可以走啊。 ឃើញភ្លើងពណ៌បៃតងយើងត្រូវធ្វើដំណើរ 这个就是礼呀、 នេះគេហៅថាជាសច្ចៈ 那么我们人也有一个人礼呀、 អញ្ចឹងមនុស្សយើងក៏មានសច្ចៈរបស់មនុស្សផងដែរ 尊敬长辈， យើងចេះគោរពចំពោះចាស់ទុំរៀមច្បង 道场啊 ហើយក្នុងអង្គធម្មដ្ឋាន 要尊敬前辈啊。 យើងត្រូវតែគោរពចំពោះរៀមច្បង 我们道场啊 ហើយនៅក្នុងអង្គធម្មដ្ឋាន 更有活规礼节嘛， មាននៅវិន័យព្រះនិងពិធីកិច្ចថ្វាយបង្គំ 进了佛堂， ពេលដែលចូលមកដល់អង្គធម្មដ្ឋា 第 ន 一件事情参持家， កិច្ចការទី1យើងត្រូវតែឆានចាថ្វាយបង្គំគាត់ 这个要做的。 នេះគឺជាកិច្ចការចាំបាច់ដែលត្រូវធ្វើ 那么智慧呢？第一是智慧。 ចុងក្រោយគេគឺថាបញ្ញា 那么你们刚才 ហើយអបាញ់មិញ 上了杜经理的课， ស្ដាប់នៅមេរៀនរបស់អ្នកគ្រូជាចាទូ 智就是智慧。 ជឿមានថាគឺជាបញ្ញា 那么知识跟智慧不一样， ចំណេះដឹងនិងបញ្ញាគឺថាមិនដូចគ្នានោះឡើយ 智慧能判断是非黑白， អញ្ចឹងគឺថាបញ្ញាអាចបែងចែកសខ្មៅខុសត្រូវបាន 能判断善与恶。 គឺអាចបែងចែកថាមួយណាគឺជារឿងល្អមួយណាគឺជារឿងអាក្រក់ 善者为之， អញ្ចឹងរឿងល្អធ្វើទៅ 不善者弃之。 ហើយបើសិនជារឿងអាក្រក់គុំទៅធ្វើ 刚才有讲啊， ហើយអបាញ់មិញបានលើកឡើងរួចមកហើ 你 យ 们贵重的东西， អញ្ចឹងរបស់ទ្រព្យដែលមានតម្លៃរបស់យើង 你要有智慧， យើងត្រូវតែមានបញ្ញា 你自己要收好啊。 យើងត្រូវតែរក្សាទុកជាប់ខ្លួនឲ្យបានល្អ 我这边有钱，
ក្នុងកប៉ាល់យើងមានលុយ 不会放在你的口袋， យើងមិនអាចយកទៅដាក់កប៉ាល់គេបាននោះឡើយ 我也不会随便放。 ហើយខ្ញុំក៏មិនចេះតែដាក់ដោយផ្ដេសផ្ដាស់នោះឡើយ 你本身要有智慧判 អញ្ចឹង 断 ខ្លួនយើងផ្ទាល់ត្រូវតែមានបញ្ញាញៀននៅក្នុងការវិនិច្ឆ័យ 那为什么会丢掉？ មិនក៏យើងបាត់លុយ 可能你自己疏忽。 ក៏ប្រហែលជាមានជាការធ្វេសប្រហែសរបស់យើង 那第二种呢？ ប្រភេទទី 被拿走了。 2ត្រូវបានគេយកទៅបាត់ 所以不告而起之谓之道，强盗的道就是盗劫的道。 នៅពេលដែលយើងទៅយករបស់អ្នកដតីដោយមិនមានការអនុញ្ញាតពីម្ចាស់របស់គេទេនោះហៅថា 这个就是造罪了 អាលួយនេះហើយគឺកំពុងតែសាងនៅបាបកម្ម 啊！不该归你的东西不要动，不要拿。 អញ្ចឹងមានថាមិនសមស្របទៅតាមធម៌យើងកុំទៅប៉ះកុំទៅពណ៌កុំទៅយក 这个人把这个东西拿走了， អញ្ចឹងបុគ្គលម្នាក់នេះបានយកនៅរបស់ទ្រព្យណាមួយយកទៅបាត់ហើយ 搬走了， យកទៅបាត់ហើយ 那就是盗。 នោះគេហៅថាជាអំពើលួច 那为盗者， អញ្ចឹងបុគ្គលដែលសាងនៅអំពើលួច 你下辈子啊， ជាតិក្រោយ 哎，禽兽有份呐、 មានចំណែកជាសត្វ 畜生道有份呐、 ជាមានចំណែកជាសត្វដេរឆានជាមិនខាន 那如果懂得道理的人， ប្រសិនបើបុគ្គលដែលយល់អំពីសច្ចធម៌មួយនេះ 有智慧的人 ជាបុគ្គលដែលមានបញ្ញាញាណ 啊，不敢拿也。 គឺមិនហ៊ានទៅប៉ះពាល់របស់អ្នកដទៃទេ 所以呢，老母给我们这4样的东西， ដូច្នេះហើយថាព្រះម្ដាយតែភពបានផ្ដល់នៅ4យ៉ាងនេះនៅក្នុងដួងវិញ្ញាណរបស់យើង 仁义礼智， មានតែដោយសប្បុរសធម៌យុត្តិធម៌សុជីវធម៌និងបញ្ញាធម៌ 上天给你的宝啊。 នេះគឺជារតនៈទាំង4ដែលព្រះម្ដាយតែភពផ្ដល់ជូនយើងទាំងអស់គ្នា 所以每一个人求道， ដូច្នេះហើយមនុស្សម្នាក់ៗនៅពេលដែលទទួលសំព្រះធម៌ 告诉你们， អញ្ចឹងបានប្រាប់ដល់យើងទាំងអស់គ្នា 人人都有这4样宝贝， អញ្ចឹងមនុស្សយើងគ្រប់រូបសិតតែមាននៅរតនៈទាំង4យ៉ាងនេះ 大家都有的。 អញ្ចឹងមនុស្សយើងម្នាក់សិតតែមាន 所以这个叫做仁义礼智。 នេះហៅថាសប្បុរសធម៌យុត្តិធម៌សុជីវធម៌និងបញ្ញាធម៌ 那么人既然都有这些呢， អញ្ចឹងមនុស្សយើងដែលមានតែដោយរតនៈទាំង4នេះហើយ 老母就讲啊， អញ្ចឹងព្រះម្ដាយតែភពក៏មានបន្ទូលថា 这个德啊，这个善的德给你做什么用？ អញ្ចឹងព្រះអង្គផ្ដល់នៅគុណធម៌មួយនេះដល់យើងប្រើសម្រាប់ធ្វើអ្វី 人与人做人， អញ្ចឹងរវាងមនុស្សនិងមនុស្សក្នុងការធ្វើជាមនុស្សនេះ 要用这个四宝啊。 គឺយើងត្រូវតែប្រើនៅរតនៈទាំង4នេះ 我要赚钱， ខ្ញុំចង់ទៅរកលុយ 可以赚， អាចទៅរកលុយបាន 但是呢， ប៉ុន្តែ 伤天害理的钱我不敢赚。 លុយដែលយើងបានមកដោយផ្ទុយពីធម៌លុយដែលបានមកដោយភាពក្តៅក្រហាយយើងមិនទៅរកនោះទេ 这个老母就告诉你嘛， នេះគឺជារឿងដែលព្រះម្ដាយតែពុទ្ធបានប្រាប់ដល់យើងទាំងអស់គ្នា 叫做原则，义的原则。 នេះគឺជាគោលការណ៍នៃយុត្តិធម៌ 这个叫做万善， នេះគឺជាហៅថារាល់សប្បុរសធម៌ទាំងឡាយ 也就是你的天理良心。 ហើយក៏គឺជាមនសិការចិត្តធម៌របស់យើង 那么再来就是人的三纲五常嘛。 បន្ទាប់មកទៀតនិយាយអំពីគោល3និងនិច្ចសិលនិង 昨 5 天你们上了郭经理的课， ហើយកាលពីម្សិលមិញយាមថតអស់គ្នាក៏បានស្ដាប់នៅមេរៀនរបស់លោកគ្រូជាចាស់កក់ផងដែរ 都叫你们什么三纲呢，什么五常呢？ ហើយក៏បានបង្ហាត់បង្រៀនយើងទាំងអស់គ្នាអ្វីហៅថាគោល3អ្វីហៅថានិច្ចសិល5 这人本来就有的， អញ្ចឹងទាំងអស់នេះមនុស្សយើងដើមឡើយគឺមានស្រាប់រួចមកហើយ 老母给你的， គឺជាអ្វីដែលព្រះម្ដាយតែពុទ្ធបានផ្ដល់ជូនយើងទាំងអស់គ្នា 所以要善用三纲五常。 ដូច្នេះយើងត្រូវតែចេះប្រើប្រាស់នៅគោល3និងនិច្ចសិល5នេះឲ្យបានជាក់លាក់ 那个就是良心。 នោះគឺជាមនសិការចិត្តធម៌របស់យើង 在道场呢， ក្នុងអង្គធម្មដ្ឋាន 活规礼节 វិន័យព្រះវិធីកិច្ចថ្វាយបង្គំ 活规礼节就是纲常伦理嘛。 អញ្ចឹងវិន័យព្រះពិធីកិច្ចថ្វាយបង្គំនេះគឺជាសម្ព័ន្ធធម៌គុណធម៌ 你要遵守， យើងត្រូវតែគោរព 要献香， ពេលដែលដល់ម៉ោងអុជធូប 要递毛巾， ត្រូវតែរៀបចំជូនកន្សែង 有上下执礼。 មានអ្នកសូត្រសង្ឃាជាលីឆ្វេងស្ដាំទៀត 这个是一个活规。 នេះគឺជាវិន័យព្រះ 办道啊， ការបដិបត្តិព្រះធម៌ 要请示花炉啊， យើងពេលដែលបានតបដិបត្តិធម៌ត្រូវតែសុំការអនុញ្ញាតហ្វាលូ 檀香怎么放啊？ ហើយថាម្សៅធូបយើងត្រូវដាក់យ៉ាងម៉េច 那么这3天呢， អញ្ចឹងក្នុងអំឡុងពេល3ថ្ងៃនេះ 你们做上下执礼， យើងសូត្រជាអ្នកសូត្រស
សង្ឃាចលី 自我检讨， យើងមានវិចារណញ្ញាណគិតមើលខ្លួនឯងឡើងវិញ 有的很顺， មានអ្នកខ្លះសូត្រឡើងរូរ៉ាំងរ៉ាវ 有的就不顺， អ្នកខ្លះទៅសូត្រអដែបអដប់មិនទាន់ភ្ញាក់ពីដំណេក 为什么呢？ មិនក៏អញ្ចឹង 因为活规礼节、 ពីព្រោះថាវិន័យព្រះនិងពិធីកិច្ចថ្វាយបង្គំនេះ 纲常伦理呀、 សម្ព័ន្ធធម៌គុណធម៌ទាំងអស់នេះ 有时候平常 មានពេលខ្លះទៅជាធម្មតា 你们疏忽大意， យើងមានការធ្វេសប្រហែស 所以呢， ដូច្នេះហើយ 要时时提醒自 ជា 己， រឿយៗយើងត្រូវតែដាស់រលឹកខ្លួនឯងឲ្យបានជាក់លាក់ 这个纲常伦理呀、 អញ្ចឹងសម្ព័ន្ធធម៌គុណធម៌ទាំងអស់នេះ 拜火的礼节， ពិធីកិច្ចនៅក្នុងការគោរពថ្វាយបង្គំព្រះ 人都要尊敬人呢。 អញ្ចឹងមនុស្សយើងនិងមនុស្សយើងមានសុជីវធម៌លំអោនកាយគ្នាទៅវិញទៅមក 你们递毛巾给我点的是， ញាតិធម៌ទាំងអស់គ្នាជូនកន្សែងដល់ឧបជាចារ្យ 我也有一句话， អញ្ចឹងលោកគ្រូជាចារ្យក៏តបទៅវិញ 谢谢 លោកគ្រូតបទៅវិញថាសៀសៀអរគុណ 啊。为什么呢？ មិនក៏អញ្ចឹង 这个叫纲常伦理。 នេះហៅថាសុជីវធម៌សម្ព័ន្ធធម៌ 你们递给我， ហើយញាតិធម៌ទាំងអស់គ្នាជូនកន្សែងដល់ឧបជាចារ្យ 我也要谢谢你 អញ្ចឹង 们。 លោកគ្រូក៏តបទៅវិញថាអរគុណ 这个就是活规 នេះហៅថាជាវិន័យព្រះ 啊，这个一定要清清楚 អ 楚 ញ្。ចឹងមួយចំណុចនេះយើងទៅតែយល់ឲ្យបានជាក់ច្បាស់ 那么何况你要拜火呢？ ចុះទម្រាំថ្ងៃនេះយើងមកគោរពថ្វាយបង្គំអង្គព្រះ 怎么可以随随便便呢 មិន？ក៏យើងធ្វើតែប៉ាតណាប៉ាតណីអញ្ចឹង 这个叫做活规纲常礼节吧。 នេះហៅថាជាវិន័យព្រះសម្ព័ន្ធធម៌គុណធម៌សុជីវធម៌ 那么呢，一般世人 មនុស្សយើងជាធម្មតា 不喜欢 មិនចូលចិត្ត 嫌麻烦， មិនចូលចិត្តថាអូស្មុកមានភាពស្មុគស្មាញ 很不自在， មានថាមកដល់ព្រះយើងស្មុគស្មាញណាមិនមានភាពសេរីនោះឡើយ 就是因为这样， គឺក៏ដោយសារតែយ៉ាងដូចនេះ 仁义礼智 អញ្ចឹងសពរសធម៌យុទ្ធធម៌សុជីវធម៌និងបញ្ញាធម៌ 大家不管了。 យើងទាំងអស់គ្នាលេងខ្វល់តែម្ដង 所以老师济公老师也讲了，在这边也讲了， ដូច្នេះហើយព្រះរស់ជីកងក៏មានបន្ទូលប្រាប់ដល់យើងទាំងអស់គ្នា 就是一般人 មនុស្សយើងជាទូទៅ 坠入鬼关， ពេលដែលយើងធ្លាក់ចូលទៅក្នុងផ្លូវយមលោក 到地府报道， យើងទៅចោះឈ្មោះចោះវត្តមាននៅឋាននរកឋានក្រោម 为什么呢？ មិនក៏អញ្ចឹង 纲常伦理不遵守， ដោយសារតែមិនរក្សានៅសម្ព័ន្ធធម៌គុណធម៌ទាំងអស់នេះ 活规礼节不遵守 មិនគោរពទៅតាមវិន័យព្រះមិនគោរពទៅតាមពិធីកិច្ចថ្វាយបង្គំ 啊，所以呢，坠入鬼关啊。 ដូច្នេះហើយក៏បានធ្លាក់ចុះទៅដល់ឋានយមលោក 那现在呢， ឥឡូវនេះ 我们求得到， យើងទាំងអស់គ្នាបានទទួលព្រះធម៌រួចហើយ 当然要跳出轮回啊。 គឺជាក់ស្ដែងណាស់គឺយើងដើម្បីលោតចាក់ផុតចេញពីផ្លូវវិលវល់មួយនេះ 不要关入鬼关啊， យើងកុំធ្លាក់ចុះទៅឋានយមលោកតទៅទៀត 要回天去嘛。 គឺមានន័យថាយើងត្រូវវិលត្រឡប់ទៅឋានលើវិញ 哦，这一点大家要明 អ 白 ញ្。ចឹងមួយចំណុចនេះយើងត្រូវតែយល់មានទស្សនៈនេះឲ្យបានច្បាស់លាស់ 那你没有求到呢？ អញ្ចឹងអ្នកដែលមិនទាន់បានទទួលព្រះធម៌ 不懂遵守纲常伦理， មិនចេះដឹងអំពីសុជីវធម៌មិនដឹងអំពីគុណធម៌ 活规礼节不遵守， ហើយមិនគោរពទៅតាមវិន័យព្រះ 在家纲常伦理不遵守， ហើយនៅក្នុងក្រុមគ្រួសារវិញមិនមានសុជីវធម៌សិលធម៌សម្ព័ន្ធធម៌ 所以你才要来求道。 ដូច្នេះហើយទើបយើងត្រូវមកព្រះវិហារទទួល 求了 ធ 道 ម៌ 以后， ក្រោយពេលដែលយើងទទួលព្រះធម៌រួចហើយ 告诉你， ក៏បានប្រាប់ដល់យើងទាំងអស់គ្នា 人人都有纲常伦理道德之性。 មនុស្សយើងម្នាក់សិតតែមានតែដោយសច្ចៈមានតែដោយសម្ព័ន្ធធម៌គុណធម៌សុជីវធម៌សុភាវធម៌ផងដែរ 人是万善呐、 មនុស្សយើងគឺជាគឺស្ថិតនៅក្នុងរាល់សប្បុរសធម៌ទាំងឡាយ 人有礼貌。 អញ្ចឹងមនុស្សយើងមានសុជីវធម៌ 你有没有听说牛也有礼貌？ ហើយយើងមានដែរឮថាអូសត្វគោមួយក្បាលនេះមានសុជីវធម៌មានតែឮអញ្ចឹងអត់ 你说呢？狗大家喜欢养， យើងទាំងអស់គ្នាស្រឡាញ់ឆ្កែយើងទាំងអស់គ្នាមានចិញ្ចឹមឆ្កែអត់ 它很忠实。 ឆ្កែនឹងស្មោះត្រង់ណាស់ 你有没有听到说狗很有礼貌呢？ ហើយយើងមានដែរឮថាអូឆ្កែនឹងមានសុជីវធម៌មានអត់ 不知道有没有人听过啊？ មិនដឹងថាយើងធម៌ទាំងអស់គ្នាចិញ្ចឹមឆ្កែធ្លាប់ឮថាអូឆ្កែខ្ញុំមានសុជីវធម៌ណាស់មានអត់ 那么人呐、 មនុស្សយើង 因为就是没狗啊，就是没有这些纲常伦 អ 理 ញ្。ចឹងឆ្កែ
គឺដោយសារតែមិនមានទៅដោយសម្ព័ន្ធធម៌គុណធម៌ទាំងអស់នេះ 所以呢， ដូច្នេះហើយ 他造了四生六道轮回了 ក៏ 嘛。 បានធ្លាក់ចុះនៅក្នុងផ្លូវវិលវល់កើតស្លាប់ក្នុងជាតិកំណើតទាំង4 那么我们呢， អញ្ចឹងយើងទាំងអស់គ្នានៅទីនេះវិញ 要地府抽丁啊， យើងលុបឈ្មោះឋានក្រោម 不走地府道， ហើយយើងមិនចោះផ្លូវឋានយមលោកតទៅទៀត 不 ទេ 在畜生道， ហើយយើងក៏មិនស្ថិតនៅក្នុងផ្លូវឋានសត្វទេរឆាន 要 ដែរ 跳出轮回路啊。 យើងចាក់ផុតលុតឲ្យផុតពីផ្លូវវិលវល់កើតស្លាប់មួយនេះ 所以叫做要明师一指点， ដូច្នេះហើយទើបយើងនិយាយថាមកព្រះវិហារទទួលធម៌គឺទទួលបានគ្រូដោយបំភ្លឺមួយចំណុច 把你的纲常伦理 អញ្ចឹងយើងយកនៅសម្ព័ន្ធធម៌គុណធម៌របស់យើងមួយនេះ 把它叫醒， យើងដាក់រលឹកឲ្យភ្ញាក់ឡើង 不能睡觉了。 មិនត្រូវដេកលំលក់តទៅទៀតនោះឡើយ 一睡觉呢， តែគេលំលក់តទៅទៀត 坠入鬼关了。 នឹងមានឱកាសធ្លាក់ទៅដល់ឋានយមលោក 所以求道重要不重要？ ដូច្នេះយើងនិយាយលើមើលតើទទួលពធសំខាន់ឬក៏មិនសំខាន់ 啊，明师一指点重要不重要？ អញ្ចឹងគ្រូបំភ្លឺដៅមួយចំណុចសំខាន់ឬក៏មិនសំខាន់ 哎，我们要跳出轮回 អ 啊， ញ្ចឹងយើងត្រូវតែលូតឲ្យផុតពីផ្លូវវល់វល់កើតស្លាប់នេះ 我们要做人上人嘛。 យើងត្រូវតែធ្វើជាកម្ពូលមនុស្ស 所以呢， ដូ 大 ច្នេះ 家要 ហើយ 知道， យើងត្រូវតែដឹង 老母给的东西 អញ្ចឹងរបស់ទ្រព្យដែលព្រះម្ដាយតែភពប្រទានជូនដល់យើងទាំងអស់គ្នា 过去不懂， កាលពីមុនយើងអត់ដឹង 现在求到了， ឥឡូវថ្ងៃនេះយើងទទួលព្រះធម៌រួច 亲 ហើយ 口了吗？ ហើយក៏បានសម្អាតមាត់ទៀត 当了人才了 ហើយក៏ 吗？ បានធ្វើជាអ្នកជំនួយការទៀត 更做了坛主了吗 ហើយ？ក៏មានមួយចំនួនធ្វើជាម្ចាស់អាសនៈទៀត 一定要把老母氏的恩啊，这个宝啊， អញ្ចឹងយើងត្រូវតែយកនៅគុណយកនៅរតនៈទាំង4ដែលព្រះមេដាត្រៃពុទ្ធផ្ដល់ជូនយើង4នេះ 要好好保重， យើងត្រូវតែយកវាមកប្រើប្រាស់ឲ្យបានល្អ 好好善用它。 ត្រូវតែយកវាមកប្រើប្រាស់ឲ្យបានល្អប្រសើរ 好，我们下课。 អញ្ចឹងឥឡូវយើងសម្រាប់មួយផ្លែសិន